យាមតាំងតែណាតែខ្ញុំចូលទៅយ៉ាងម៉េចទៅដៃជើងគេត្រូវខ្ញុំវាយបំបាក់ប្រកាសជាត្រូវប្រាឆ្នាំបន្តជាអង្គុយខ្មៅដែលជាថ្នាំស័ក្តិសិទ្ធិរបស់បាក់គេឥឡូវមិនដណ្ដើមចាំពេលណាទៀតចាំមិនល្បិចច្រើនណានាងមានចេតនាដាក់ថ្នាំខ្លាំងៗក្នុងដបនេះបញ្ឆោតខ្ញុំព្រោះតែចង់ជួយគ្រូអ៊ំនិងគ្រូពូអាចនាំទឹកដល់ពួកគាត់ទៅវិញផងក៏មិនដឹងបើសិនដបនេះជាថ្នាំខ្លាំងៗអញ្ចឹងថ្នាំកោសចេញពីមុខរបស់ពួកគេគឺមិនខ្លាំងៗទេវីវ៉យមានគេទៅដាំថ្នាំហើយអូនេះអ្នកខ្លះអើលើទៅចាប់ទៅណែគាត់ឲ្យចុកកុំឲ្យរួចចែកគ្នាទៅក៏ខ្លះអើលើទៅអើលើចាប់លើអ្នកប្រាំងសិចាអ្នកប្រាំងខ្ញុំបារម្ភពីអ្នកប្រុសណាស់មិញខ្ញុំបារម្ភពីអ្នកប្រុសណាស់កុំបារម្ភខ្ញុំមិនអីទេអត់ត្រូវហើយនេះទៅគឺឆាំងប្រាប់ក្រុមយ៉ាងសៀវឲ្យទៅភ្នំមកតាំងវិញទៅដបពណ៌ខ្មៅនេះគឺយកគុជដ៏ធំមួយមកឆ្លាក់វាហើយវាខ្មៅដូចជាថ្នាំពណ៌ដែលប៉ះដៃប្រែជាខ្មៅអញ្ចឹងឆ្លាក់របៀបបុរាណទៀតគ្រាន់តែដបមួយនេះក៏អាចរាប់ថាជាវត្ថុមានតម្លៃណាស់ដែរឆ្លក់ចំោះណាលោកគ្រូតាខ្ញុំខ្លាចចាំមិនប្រល្បិចក៏កោសចេញពីរបួសអាសាននៅអាម៉ៅចេញមកមើលពណ៌ហើយនឹងក្លិនគឺដូចគ្នាបេះបិទអញ្ចឹងខ្ញុំយល់ថាគួរតែជាថ្នាំតជាអង្គុយខ្មៅហើយលោកគ្រូអ៊ំរបបគ្រូអ៊ំសះស្បែកអស់ហើយឥឡូវបើចង់ព្យាបាលត្រូវតែកាច់បំមាក់របួសចាស់លើដៃជើងរបស់អ៊ំឡើងវិញទើបអាចតជាថ្មីបានសូមអ៊ំត្រឹមតែការឈឺចាប់ផងណាអ៊ំមិនដែលសង្ឃឹមថាពីការជា20ឆ្នាំមកហើយអាចជាសះស្បែកវិញទេជា20ឆ្នាំមកនេះអ្វីក៏អ៊ំមិនខ្វល់ចាប់ផ្ដើមមកចុះបាទពូហុយបងឆាប់ចេញទៅខ្ញុំអត់ចេញទៅទេខ្ញុំចង់បើបងមិនចង់ចេញបងមិនអាចដោះខោឲ្យពួកគាត់ព្យាបាលរបួសបានឯណាលោកមេប៉ាកំពុងតែបន្តឆ្អឹងនឹងលាបថ្នាំជូនអ្នកក្លាហានអ៊ីនិងអ្នកក្លាហានអ៊ីងលោកមេប៉ាពលឹកមកវិញហើយបោះវិជីតាខ្ញុំអាចចូលទៅមើលអ្នកក្លាហានអ៊ីងទេពូហួយយកចិត្តទុកដាក់នៅអ្នកក្លាហានអ៊ីងពេកមិនជាការល្អទេមិនក៏មិនឃើញលោកតាអញ្ចឹងចិញ្ចើមសទៅប៉ាក់ឥន្ទ្រីធ្វើការមិនទាន់រួចរាល់អ្នកប្រុសនៅហត់ពេញមួយយប់ហើយត្រូវការទៅសម្រាប់ទីអ្នកប្រុសគួរតែសម្រាប់ហើយអ្នកប្រុសខ្ញុំមិនអាចស្ងប់ចិត្តសោះបើតាមចាំមិនដែលខ្ញុំធ្លាប់ស្គាល់គេមិនបង្ងើយកន្តើយចំពោះរឿងដែលខ្ញុំចូលជំរុំរបស់គេដណ្ដើមថ្នាំតជាងនោះទេអ្នកប្រុសចង់ថាចៅមីគេមានការសង្ស័យបើគេកាន់តែស្ងប់ខ្ញុំកាន់តែបារម្ភរបស់វជីអ្នកក្លាហានអ៊ីងឈឺដល់ស្លាប់3ដងទៅហើយថាម៉េចលោកគ្រូអ៊ំកន្លែងបាក់ឈឺខ្លាំងទេកណ្ដាច់បាក់ឈឺកាយទៅចុះប៉ុន្តែអ៊ំរបស់ពេញពោះពិបាកទ្រាំណាស់ដូចជាមានអង្កើរាប់ពាន់ម៉ឺនវាឈ្មោះតែព្រះតាផ្ដានេះជាសភាពត្រូវថ្នាំពុលហើយលោកពូចុះពូយ៉ាងម៉េចដែរ
ពណ៌ក្រហមពណ៌សបៃតងខៀវស្រស់ណាស់មានកូនបាល់តូចៗជាច្រើនកំពុងតែហើមើលនោះវាហើយថ្នាំដង្កូវនិងផ្កា7គេប្រើដង្កូវពឹសទាំងពីរនិងផ្កាពុល7យ៉ាងបបល្មត់ហើយរងាស់អ្នកត្រូវថ្នាំនេះមានអារម្មណ៍ថារមាស់គ្រឿងក្នុងដូចដង្កូវទាំងពីរអញ្ចឹងតមកនៅពីមុខឃើញពណ៌ប្លែកៗមានសភាពស្រស់ស្អាតដូចជាផ្កា7ពណ៌កំពុងហោះហើរថ្នាំផ្កា7ដង្កូវ7ដង្កូវនិងផ្កាដែលប្រើគឺមានការប្រែប្រួលទៅតាមមនុស្សមានសភាពខុសគ្នាទាំងអស់ចំពោះអ្នកដែលត្រូវជាថ្នាំរើឡើងគេមានរូបមន្តផ្សំដល់ទៅ49យ៉ាងប្រើខុសតែមួយយ៉ាងគឺមានដល់ទៅ63យ៉ាងបន្តទៀតត្រូវតែមានអ្នកដាក់ថ្នាំពុលទើបអាចបន្សាបថ្នាំនេះបានបងវូជីអ្នកក្លាហានអ៊ីងត្រូវថ្នាំពុលមែនទេខ្ញុំបានប្រុងប្រយ័ត្នណាស់ទៅហើយទីបំផុតនៅតែចាញ់បោកចាំមិនដដែលថ្នាំដែលគេផ្សំក្នុងដបគុជខ្មៅគឺជាថ្នាំដង្កូវនៅផ្កា7ហើយថ្នាំដែលលាបលើខ្លួនរបស់អាសានក៏ជាថ្នាំពុលដូចគ្នាដែរគេហ៊ានលះបង់ជីវិតអ្នកខ្លាំងប្រកែករបស់គេម្នាក់បញ្ឆោតឲ្យខ្ញុំជាប់បន្ទាក់វិធីសាស្ត្រការងាររបស់គេពិតជាពឹសពុលគួរឲ្យខ្ពើមពេកហើយបងវូជីត្រូវតែជួយពួកគាត់អូស្រាយកស្រាមកពេលនេះកូនអាចស្វែងយល់ហើយអាចស្វែងយល់ពីអារម្មណ៍របស់ពុកមុនពេលដែលពុកបានធ្វើអត្តឃាតពេលនេះខ្ញុំនាំទឹកដល់គ្រូអ៊ំហើយនៅគ្រូពូខ្ញុំជាឃាតករខ្ញុំបានបង្កកំហុសយ៉ាងធំក្រៅពីធ្វើអត្តឃាតសំទោសពួកគាត់ខ្ញុំគ្មានមធ្យោបាយផ្សេងទៀតទេខ្ញុំពិតជានឹកមិនឃើញមធ្យោបាយផ្សេងទៀតតទៅសោះពុកខ្ញុំត្រូវដើរតាមផ្លូវចាស់របស់ពុកទៀតហើយត្រូវសងជីវិតរបស់ពុកគាត់វូជីលោកគ្រូតាវូជីលោកគ្រូតាខ្ញុំជាអ្នកមានទោសខ្ញុំនាំទុកដល់គ្រូអ៊ំលោកគ្រូពូលោកគ្រូតាខ្ញុំគួរតែស្លាប់ក្រៅកាលពីមុនតារៀបរៀងឪពុកចៅមិនទាន់ខ្លាចជាការជឿចាប់បំផុតក្នុងចិត្តតាមិនអនុញ្ញាតឲ្យកំហុសចាស់កើតឡើងម្ដងទៀតទេបូជីចៅឆ្លងកាត់ការស្លាប់រស់អស់ប៉ុន្មានដងទៅឬក៏ចៅនៅគិតមិនយល់ទៀតធ្វើអត្តឃាតគឺជាអំពើទន់ខ្សោយណាស់បើចៅបង្កជាកំហុសទៅហើយត្រូវតែពឹងទ្រូងប្រឈមមុខទៅដោះស្រាយដាច់ខាតមិនអាចយកការស្លាប់មកគេចវេះទេណាចៅគិតយល់ច្បាស់ហើយនឹងចៅយល់ហើយឆ្នាំនឹងដង្កូវផ្កា7ពិតជាមិនអាចបន្សាបបានមែនទេឆ្នាំដង្កូវផ្កា7យ៉ាងហោចកម្រិតវាផ្សំដល់ទៅជាង100យ៉ាងមិនដឹងថាយ៉ាងម៉េចប្រើដង្កូវពឹសនឹងផ្កាប្រភេទណាខ្លះទេដូច្នេះបើចង់បន្សាបថ្នាំពុលអស់នេះត្រូវតែនឹកវិធីសាស្ត្រដូចគ្នាមកប្រើឲ្យតែច្រឡំផ្កាឬដង្កូវតែមួយប្រែខកបន្តិចគឺអាចធ្វើឲ្យគ្រូអ៊ំហើយនិងគ្រូពូបាត់បង់ជីវិតភ្លាមតែម្ដងបើឃើញចឹងមែនតែយានហើយនឹងលីឈីងមានតែបណ្ដោយតាមយថាកម្មទេលោកគ្រូតានៅមានមជ្ឈបាយមួយទៀតទៅរកចៅម៉ៃថ្នាំដែលគេប្រើប្រកាសជាមានថ្នាំបន្សាបតើមិនឲ្យចៅទៅរកគេទេលោកគ្រូតាចៅស្លូតបូតមានចិត្តធម៌ស្មោះត្រង់ដាច់ខាតមិនអាចយកឈ្នះចៅម៉ៃដែលមានពឹកពលល្បិចច្រើននោះបានទេចៅទៅរកគេអ្នកដែលខាតបងមានតែចៅម្នាក់គត់បូជីតើមិនចង់ឲ្យចៅមានរឿងនេះទេណា
ហើយអ៊ូតាំងត្រូវការចៅបន្តវេនជារៀងរហូតទៀតដូច្នេះចៅគួរតែគិតឲ្យយល់ពីរឿងនេះប៉ុន្តែបងវជីសោះបងអូតាំងមករាយការណ៍ថាចៅម៉ៃនៅកន្លែងបកលដែរចង់ជួបបងពិតមែនទេខ្ញុំទៅសម្រាប់គេខ្ញុំទៅឡើយអ្នកប្រឹងយករបស់នេះទៅសងគេវិញតែយើងនឹងតកោចាមានគំនុំយ៉ាងធំលើខ្លួនមិនអាចមានរបស់គេទីគ្មានបញ្ជារបស់ខ្ញុំអ្នកណាក៏មិនអាចចិត្តទៅដែរចាំឲ្យមកខ្ញុំលោកបខំខ្ញុំម្ដងហើយលើកនេះចង់ប្រាំជោគបាយចាស់ហេឲ្យមកខ្ញុំខំមកមើលលើនៅកាយទៀននេះជារបៀបសួរសុខទុក្ខគេកុំសាំញ៉ាំជាមួយខ្ញុំចាំយកថ្នាំមកសាប់មកបើមិនឲ្យទេខ្ញុំនឹងយ៉ាងម៉េចសម្រាប់ខ្ញុំចោលមែនទេបើសម្រាប់ខ្ញុំចោលអ៊ីតាយាននិងលីធីងនោះក៏មិនរត់ដែរពួកគាត់អត់ថ្នាំមកសាប់ក៏ស្លាប់ដូចតែគ្នាដែរថ្ងៃនេះខ្ញុំនឹងឲ្យនាងស្លាប់កណ្ដោះពួកគាត់នេះបើចង់ស្លាប់តែឯងតាមិនក៏ឲ្យខ្ញុំស្លាប់ជាមួយលើកុំសង្ឃឹមលើកនេះខ្ញុំនិយាយពិតបើនេះមិនឲ្យថ្នាំមកសាប់ទេថ្ងៃនេះគឺជាថ្ងៃមើលរំលឹករបស់ពួកយើងបាយលោកកាន់អីហ្នឹងស្នេហ៍សាររបស់នាងខ្ញុំសងវិញចុះហេតុអីក៏មិនយករបស់ខ្ញុំធ្វើឲ្យខ្ញុំវេទនាដល់ថ្នាក់នេះខ្ញុំមិនត្រូវការរបស់នាងទៀតទេខ្ញុំសួរលើបើលោកមិនយករបស់ខ្ញុំហេតុអីក៏មិនយកថ្នាំមិនសាធ្វើអីនាងយ៉ាងម៉េចលែងនិយាយហើយឯងខ្ញុំនិយាយមិនឈ្នះនាងទេខ្ញុំរវល់ជាមួយនាងណានិយាយត្រង់ចឹងលោកប្រកាសដាប់ដៃសៀនមីងពីលើកហើយខ្ញុំមកមើលលោកតារបួសយ៉ាងម៉េចទៅហើយស្មានមិនដល់ថាលោកបានជួបខ្ញុំចិត្តតែស្លាប់ផងសម្លាប់ផងអត់ឈប់ឈរចិត្តល្អបាយជាអត់បានការនេះលេខណៃទីការប៉ັດលោកគួរដឹងច្បាស់យើងនៅចិត្តគ្នាបែបនេះទោះជាលោកលេងដែរក៏ខ្ញុំវាយមិនឈ្នះលោកដែរមើលទៅលើគ្មានរបួសអីទេគ្រាន់តែវិជាដៃទេពសិនមិនប្រកាសធ្វើឲ្យខ្ញុំរបួសបានទេចប់ការនៅនគរ7គ្រូនិងគ្រូពួកខ្ញុំពិតជាត្រូវថ្នាំផ្កាដល់នគរ7មែនលោកមេបច្ចេកលោកត្រូវការថ្នាំតចអង្គុចខ្មាំងខ្ញុំអាចឲ្យលើលោកត្រូវការថ្នាំមិនសាបផ្កានៅនគរ7ក៏ខ្ញុំអាចឲ្យលោកដែរប៉ុន្តែលោកត្រូវសន្យានឹងខ្ញុំ3ខតើខ្ញុំឲ្យលោកដោយស្ម័គ្រចិត្តប៉ុន្តែលោកបង្ខំខ្ញុំអញ្ចឹងលោកសម្រាប់ខ្ញុំគឺងាយទេចង់យកថ្នាំមិនសាបគឺកាន់តែពិបាកចាំនិយាយមកតើរឿងអីខ្ញុំប្រាប់លោករួចហើយឥឡូវខ្ញុំនឹកមិនឃើញចាំដល់ពេលខ្ញុំនឹកឃើញខ្ញុំនឹងប្រាប់លោកឲ្យតែលោកសន្យានឹងខ្ញុំថាមិនក្បត់ពាក្យសច្ចៈទៅគឺបានហើយលោកមេបច្ចាស់កុំរំអីខ្ញុំមិនឲ្យលោកឡើងទៅលើមេឃបេះផ្កាដល់គ្មានមូលហេតុនោះទេតែមិនឲ្យលោកធ្វើអំពើអាក្រក់ដល់គ្មានគុណធម៌ប្រកាសនេះក៏មិនឲ្យលោកទៅស្លាប់តែមិនឲ្យលោកទៅធ្វើជោគឆ្កែដែរបាននាងចាស់ធ្វើតាមសម្ដីនាងចុះឲ្យតែព្រមឲ្យថ្នាំបន្សាមកខ្ញុំព្យាបាលគ្រូអ៊ំនិងគ្រូពូថ្ងៃក្រោយនាងចេញបញ្ជាខ្ញុំមិនបដិសេធជាដាច់ខាតឧបសគ្គប្រមាណក៏ដោយក៏ខ្ញុំធ្វើតាមដែរល្អអញ្ចឹងទៀតដែរដើម្បីសន្យាឲ្យតែខ្ញុំឲ្យថ្នាំបន្សាទៅលោកថ្ងៃក្រោយខ្ញុំឲ្យលោកធ្វើកិច្ចការ3ឲ្យតែមិនល្មើសគុណធម៌លោកត្រូវតែប្រឹងអស់ពីលទ្ធភាពមិនឲ្យបដិសេធទេចាំវិជាគ្រប់តាមពាក្យសច្ចៈនេះលោកព្រមយករបស់ខ្ញុំដែរទេមិនយកក៏ហេតុចឹងខ្ញុំមិនឲ្យលោកយកស្ទាតសក់ខ្ញុំតែឲ្យសេបំរើនោះទៀតទេខ្ញុំយល់ព្រមណាមិនសាបចិត្តមកដល់ហើយលោកមេបាក់សំជេងម្ចាស់ខ្ញុំមានសម្បត្តិបកគលជឿនលោកមេបាក់ចេះលាចេះកូនប្រអប់នេះមានលក្ខណៈនៅក្នុងស្ទាតសក់មានរូបមន្តថ្នាំរបស់អ្នកទាំងពីរនៅក្បែរលោកយូរហើយមិនក៏លោកបារម្ភម្លេះរបស់កប៉ិកកប៉ុកលោកមិនចាប់អារម្មណ៍ឲ្យតែអ្នកបំរាស់គួយស្ដាយនេះខ្ញុំមិនចង់ឲ្យអញ្ចឹងទេ
ចាំមិនបានរៀបចំផែនការរួចរាល់អស់ហើយគ្រប់ជំហានរៀបចំបានល្អឥតខ្ចោះគេប្រើគ្រប់មធ្យោបាយមកលើរូបខ្ញុំឲ្យបាយកលគេពិតជាគួរឲ្យខ្លាចណាស់អរគុណអ្នកប្រុសមួយរយៈនេះនាងមើលថែការរស់នៅរបស់ខ្ញុំបើថ្ងៃណាមួយនាងអត់នៅក្បែរខ្ញុំមិនទម្លាប់សោះមិនអាចទេខ្ញុំត្រូវមើលថែអ្នកប្រុសមួយជីវិតមិនដឹងថាអ្នកក្លាហានអ៊ីនិងអ្នកក្លាហានអ៊ីងយ៉ាងម៉េចទៅហើយខ្ញុំចាញ់បើម្ដងក៏រៀនចេះម្ដងដែរលើកនេះបានពិនិត្យថ្នាំទាំងនោះឡើងវិញសុទ្ធតែអត់បញ្ហាបើសំណាងល្អអាចធ្វើចលនាបានឆាប់ឥឡូវខ្ញុំបារម្ភពីសុវត្ថិភាពរបស់ក្រុមលោកអ៊ំសុងឯនោះបើចង់ដឹងដំណឹងនោះគឺងាយស្រួលទេហេតុអីអ្នកប្រុសទៅសួរចៅម៉ៃទៅយ៉ាងហោចណាស់ក៏ដឹង 90% ដែរខ្លាចតែគេគិតពីខ្ញុំមិនអាចរកឃើញទេមិនអាចទេអ្នកប្រុសនិងចៅម៉ៃមានពាក្យសន្យានឹងគ្នា3ដងគេមិនកិច្ចពីអ្នកប្រុសទេហេតុអីក៏នាងដឹងច្បាស់ដល់ម្លឹងអ្នកប្រុសជំពាក់រឿងគេ3ចៅម៉ៃគេប្រកែកយ៉ាងនេះគេមិនបញ្ឈប់ត្រឹមនឹងទេប៉ុន្តែចៅម៉ៃមានរូបរាងស្អាតតែនឹកឃើញល្បិចគេខ្ញុំមានការព្រឺព្រួយនឹងញាប់ពេញខ្លួនខ្ញុំខ្លាចគេណាស់ត្រូវហើយថ្មីដៃគេធ្វើឲ្យយើងពិតជាពិបាកយល់ទោះជាមជ្ឈបាយគេពឹសពុលយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែសង្ឃឹមថាគេឆាប់មានសំណុំពរទាំង3នោះហើយខ្ញុំក៏ឆាប់ដោះស្រាយទុកថាបញ្ចប់រឿងនេះទាំងអស់ចុះបើមិនចឹងថ្ងៃណាក៏រត់ដោយផិតភ័យដែរមិនដឹងថ្ងៃណាគេចេញល្បិចអីចម្លែកទៀតទេដូច្នេះការរស់នៅពិតជាពិបាកទ្រាំណាស់ហេឈប់សិនដាក់ស្នែងចុះព្រះអង្គម្ចាស់សូមយាងព្រះអង្គម្ចាស់ទូបង្គំសូមរាយការណ៍ឈប់សិននៅក្នុងដំណាក់នេះមានរឿងអ្វីល្អព្រះអង្គម្ចាស់ថ្ងៃនេះក្នុងដំណាក់គ្មានរឿងអីទេអូចុះមិនក៏ដោគុំចង់ខ្សែបូនអញ្ចឹងព្រោះតែស្វាគមន៍ព្រះអង្គម្ចាស់ទូបង្គំបញ្ជារៀបចំទៅរាយការណ៍ព្រះអង្គម្ចាស់យូរយ៉ាងយាងមកដល់ហើយបានព្រះអង្គម្ចាស់យូរយ៉ាងយាងមកដល់ហើយអូគុំចេះសើអីយើងនឹងទៅទទួលគេដោយផ្ទាល់សូមគោរពព្រះអង្គម្ចាស់ទីបំផុតព្រះអង្គម្ចាស់មកហើយខ្ញុំមកទទួលយឺតពេលសូមអធិស្ឋានផងណាព្រះអង្គម្ចាស់មិនក៏គួរសមម្លឹងបើមានរឿងអីមិនក៏មិនចេញបញ្ជាទៅខ្ញុំឃើញមូលហេតុអ្វីដែលបដិសេធនឹងលោកទេមិនក៏និយាយអញ្ចឹងមកជុលមកព្រះអង្គម្ចាស់សូមអញ្ជើញបទសម្លាញ់គោរពព្រះអង្គម្ចាស់ទៅសួស្តីអ្នកអង្គម្ចាស់សូមអញ្ជើញព្រះអង្គម្ចាស់មកសូមអញ្ជើញអង្គុយព្រះអង្គម្ចាស់នេះគឺអូណាគឺរៀបចំផ្ញើព្រះអង្គម្ចាស់ណាដើម្បីឲ្យព្រះអង្គម្ចាស់សប្បាយចិត្តត្រូវហើយមុនពេលផឹកស្រាខ្ញុំផ្ដល់កំណាប់ចាប់ដើមដើម្បីផឹកស្រានេះយ៉ាងម៉េចដែរបានណា
ចាំស្ដាប់ណាស្លឹកឈើខៀវស្រងាត់សាលាឆទៀនលើផ្ទៃទឹកត្រជាក់ត្រជុំមែនថែមទាំងមានផ្កាក្រពុំក្រហមជាច្រើនទៀតត្រជាកម្មសត្វសេកឆ្លើយឆ្លងគ្នាហើយក៏មានសត្វរីលើដើមស្រល់ឆ្លើយឆ្លងវិញដែរក្រោយពេលភ្លៀងដូចជាមានត្បូងពេជ្រលើផ្ទៃស្លឹកឈូកឆាកជីវិតមនុស្សពេលល្អប្រសើរមានប្រមាណដងកុំឲ្យកន្លងហួសឲ្យសោះពីមុនក្រីក្រឥឡូវមិនបាច់ប្រឹងរៀបចំទៀតអញ្ជើញភ្ញៀវកិត្តិយសមកគយគុណសូមលើកស្រាជូនស្រីស្រស់និងបង្ហើរសំនៀងបើជ្រុលប៉ុណ្ណឹងទុកដូចជាសូរិយាចន្ទ្រាទៅមកបណ្ដោយតាមចិត្តល្អល្អនេះក៏ទឹកភ្លៀងវាយស្លឹកឈូករបស់យានហៅអួនណាព្រះអង្គសូមពិតជាព្រមែនពិតជាព្រមែនពីរោះឬអត់មិនសំខាន់ទេសំខាន់គឺស្វែងយល់ពីអត្ថន័យរបស់វាគឺអត្ថន័យវាសំខាន់មែនទេណាមកហើយផឹកមកពេកទៅបេដាប្រអម្ចឹងណែបាញ់មិញនិយាយដល់ណាហើយអូនិយាយដល់អត្តន័យគឺសំខាន់អូអត្តន័យវាសំខាន់មែនទេណាអញ្ចឹងតើវាមានន័យយ៉ាងម៉េចទៅវិញអូបើនិយាយពីរឿងកំណាព្យនោះខ្ញុំពិតជាល្ងងមែនការពិតអត្តន័យវាគឺងាយស្រួលទេវាមានន័យថាជីវិតយើងរស់នៅអ្នកណាក៏ចង់រស់នៅដោយសុខសាន្តនិងសប្បាយជាទីបំផុតដែរហើយអ្នកណាចង់ផឹកស្រាតែកំណាប់មួយជីវិតដែរណាអូគំនិតព្រះអង្គម្ចាស់គឺខ្ញុំក៏អញ្ចឹងដែរខ្ញុំចង់រស់នៅដោយទំនេរនិងចង់មានកូនចៅជុំវិញខ្លួនដែរណាព្រះអង្គម្ចាស់អារម្មណ៍មែនហ្នឹងហើយប៉ុន្តែមានគេមិនឲ្យយើងស្ងប់ស្ងាត់មិនឲ្យយើងរស់នៅដោយសុខស្រួលសាសនាមិញស្អីពួកចៅកៅត្បូងប្រទេសស្អីបានធ្វើឲ្យយើងហើយមិនស្ងប់ចិត្តសោះរឿងដែលគួរឲ្យខឹងគឺរឿងក្នុងរាជការរបស់យើងអ្នកខ្លះមិនចេះប្រុងប្រយ័ត្នពេលសុខមិនចេះគិតពីគ្រោះការពិតឥឡូវគឺមិនបានសុខទៅហើយចំពោះបញ្ហាកំចាត់ពួកចៅគឺមានការខ្ជិលច្រអូសគ្មានការរីកចម្រើនសោះអូព្រះអង្គម្ចាស់និយាយឲ្យខ្ញុំមែនទេអ្វីដែលខ្ញុំធ្វើខុសសូមព្រះអង្គម្ចាស់បញ្ជាក់មកចុះណែអូព្រះអង្គម្ចាស់យ៉ាងម៉េចទៅហើយហ្នឹងហ่าមិញនេះខ្ញុំបាននិយាយពីស្អីខ្លះហ៎ណែបត់សម្លាញ់មិញបីដាបាននិយាយពីស្អីខ្លះបត់មិនដឹងទេព្រះអង្គម្ចាស់ការពិតគ្រប់ពេលវេលាខ្ញុំតែងតែគិតពីរឿងកំចាត់ពួកចៅអូខ្ញុំដឹងហើយមកអង្គុយទៅមកចាក់ស្រាមកចាក់ឲ្យព្រះអង្គម្ចាស់ពេញតែម្ដងមកហើយខ្ញុំនិយាយលេងទេកាន់តែនិយាយដល់រឿងផ្សេងហើយណាថ្ងៃនេះយើងផឹកស្រាកុំនិយាយពីរឿងរាជការអីអូណែព្រះអង្គម្ចាស់ស្មោះចំពោះរាជការទូបង្គំក៏អាចដឹងដែរណែនិយាយត្រង់ទៅចុះចំពោះរឿងពូចៅណាបើចង់កំចាត់ណាគឺពិបាកណាស់និយាយអញ្ចឹងអ្នកខាងក្រៅបើចង់និយាយពីព្រះអង្គម្ចាស់ទូបង្គំមិនជឿជាដាច់ខាតមិនជឿទេទូបង្គំបានប្រាប់គេថា
ព្រះអង្គម្ចាស់យូយ៉ាងជាមន្ត្រីស្មោះត្រង់ក្នុងរាជការយើងណាហើយគេមានសិទ្ធិហ៊ានបើគេចង់បបោគេបះបោយូរណាស់ទៅហើយ ព្រះអង្គម្ចាស់តើមានគេ ណែតើព្រះអង្គម្ចាស់យ៉ាងម៉េចហ្នឹងនេះមិនក៏លុតជង្គង់ទៀតហើយហ្នឹងមិនក៏ធ្វើអញ្ចឹងមកក្រោកឡើងហើយណែគំនិតទូបង្គំគឺខ្ញុំអត់សមត្ថភាពក្នុងការងារទេមិនក៏មានបន្ទូលអញ្ចឹងទូបង្គំគ្មានគំនិតផ្សេងដែរទូបង្គំគ្មានគំនិតស្ដីបន្ទោសឲ្យព្រះអង្គម្ចាស់ទេប៉ុន្តែរឿងពួកចៅវារញ៉ៃហើយព្រះអង្គម្ចាស់ក៏ជាមន្ត្រីមូលដ្ឋានម្នាក់ដែរអត់មានសមត្ថភាពក្នុងការចាត់ការពួកគេសោះជៀសវាមិនផុតពីអ្នកខ្លះដែលមានចិត្តចង្អៀតចង្អល់ណាហើយណែព្រះអង្គម្ចាស់កុំទុកដាក់ក្នុងផ្ទៃអីព្រះអង្គម្ចាស់ជាស្ដីត្រូវទូបង្គំគ្មានកំណត់ជាស្ដីព្រះអង្គម្ចាស់ទេហើយការពិតទូបង្គំក៏ដឹងទុកលំបាករបស់ព្រះអង្គម្ចាស់ដែរហើយប៉ុន្តែរឿងហេតុដែលដល់ដំណាក់កាលនេះទៅហើយទោះជានិយាយស្អីក៏មិនសំខាន់ដែរប៉ុន្តែគេមើលពីណែខ្ញុំយល់ហើយយល់គឺភាសាហើយមកយើងសើចស្រាមកសើចទៅព្រះអង្គម្ចាស់យូយ៉ាងទូបង្គំសួរព្រះអង្គម្ចាស់មានបន្ទូលទៅមើលទឹកដីនេះជារបស់អ្នកណាដែរប្រកាសជារបស់ព្រះអង្គហើយមានបន្ទូលខុសហើយបើមានបន្ទូលថាទឹកដីព្រះអង្គម្ចាស់ក៏ត្រូវមួយយ៉ាងដែរប៉ុន្តែព្រះអង្គម្ចាស់ពេលនេះត្រូវតែជ្រាបណានោះគឺទឹកដីរបស់យើងទាំងពីរនាក់គិតមើលបើព្រះអង្គម្ចាស់មានមហាយានទើបយើងទាំងពីរនាក់មានឋានៈបើគ្មានមហាយានទេយើងទាំងពីរនាក់ប្រកាសជាទៅនៅវាលខ្សាច់ហាលថ្ងៃចាប់ក្តាន់ចាប់កន្សៃរាល់ថ្ងៃហើយណាព្រះអង្គម្ចាស់ជេរត្រូវមិននិយាយហើយតើមិនមែនជេរព្រះអង្គម្ចាស់ទេណែបើព្រះអង្គម្ចាស់គិតថាចង់តែជេរមិញទូបង្គំកំពុងតែជេរខ្លួនឯងហើយព្រះអង្គម្ចាស់ធ្វើសង្គ្រាមនឿយហត់ខ្លាំងណាស់កិច្ចការជាច្រើនបកូនណាក៏មិនដែលគិតគូជួយព្រះអង្គម្ចាស់ហើយក៏មិនអាចមើលថែទាំលោករឿងអ្វីសំខាន់ដល់លោកឈប់មានបន្ទូលទៅណែពួកឯងឆាប់ទៅយាងអ្នកមនាងមកនេះមកកណាប្រសេងមកសើចស្រាលទៅសុំយាងអ្នកមនាងព្រះអង្គម្ចាស់មានដែរហៅអូនមកមានកាយដែរថ្ងៃនេះយាមព្រះអង្គម្ចាស់យកយ៉ាងមកម្ចាស់អូនលើកថ្វាយព្រះអង្គមកពេញទៅមកសុំជើងអរគុណព្រះអង្គម្ចាស់អ្នកមនាងគួរសមម្លេះព្រះអង្គម្ចាស់គួរទៅទុកទីនេះជាដំណាក់ព្រះអង្គម្ចាស់ទៅមកហាញ់អង្គុយទៅណែម្ចាស់អូនណាក្រែម្ចាស់អូនមានរឿងអីចង់ទូលសួរព្រះអង្គម្ចាស់ឲ្យទូលទៅពនាងចៅមីយ៉ាងម៉េចទៅហើយណែព្រះអង្គម្ចាស់ភ័យស្អីហ្នឹងអ្នកមនាងគ្មានកំណត់ផ្សេងទេអ្នកមនាងគ្រាន់តែចូលចិត្តចៅមីខ្លាំងណាស់ណែចំណែកទូបង្គំក៏អញ្ចឹងដែរហើយតែបុតរបស់ទូបង្គំស្រឡាញ់គេខ្លាំងណាស់បុតខ្ញុំនេះដូចជាឈួតពេកហើយមិនក៏ថាឈួតអញ្ចឹងគេជាក្មេងស្រីណាជិះមិនផុតពីការលេងសើចច្រើនបន្តិចទេប៉ុន្តែក្រោយពេលដែលគេមានគ្រួសារហើយនឹងមានកូនហើយគេគួរតែបដូរចិត្តហើយណាត្រូវហើយក្មេងស្រីដូចជាគេអញ្ចឹងគ្មានអ្នកណាស្រឡាញ់ទេមិនក៏មានបន្ទូលអញ្ចឹងមិនក៏គ្មានគេស្រឡាញ់ឧទាហរណ៍ទុកដូចជាទូបង្គំឧទាហរណ៍ទៅចុះឧទាហរណ៍ទុកដូចជាចៅមីបើសិនជាមកដល់ផ្ទះទូបង្គំវិញអញ្ចឹងពួកយើងពិតជាចូលចិត្តនាងខ្លាំងណាស់ត្រូវហើយបៃតាមានបន្ទូលមិនទេបុតឯនេះពិតមែនស្អីទៅនេះគឺផឹកស្រាជជែកគ្នាលេងមែនក៏ដូចមែនមិនមែនក៏ដូចមិនមែនណាព្រះអង្គម្ចាស់បន្តទៀតចុះ
អូនទៅវិញហើយណាទៅចុះអូសុំជិញមកអង្គុយសិនទៅហើយយើងនិយាយតទៅទៀតព្រឹកនេះយើងនិយាយគ្នាយូរនេះដល់កិច្ចការធំហើយការពិតតើមានកិច្ចការអីទៅណោះគឺគ្រាន់តែស្លាប់នឹងរស់តែប៉ុណ្ណោះទេហើយតើយ៉ាងម៉េចគឺមានតែប៉ុណ្ណឹងព្រះអង្គម្ចាស់ខ្ញុំស្មោះចំពោះនឹងរាជការណាស់រឿងនឹងទូបង្គំដឹងហើយបើមិនអញ្ចឹងទេមិននឹងទូបង្គំយាមព្រះអង្គមកអធិកធម៌អញ្ចឹងទៅត្រូវហើយជនជាតិហាននិយាយពីមួយម៉ាត់ត្រូវល្អណាស់មិនដឹងជាព្រះអង្គម្ចាស់ធ្លាប់ឮដែរឬក៏អត់ទេនោះគឺថែខ្លួនមានគ្រួសារគ្រប់គ្រងជាតិសន្តិភាពទឹកដីពាក្យនេះមានន័យបំផុតគឺមានគ្រួសារគិតមើលបើគ្រួសាររៀបចំមិនបានល្អទឹកដីក៏មិនបានសុខសាន្តដែរត្រូវមួយយ៉ាងទៀតនាងតូចចៅមីនោះគេជានារីដែលស្អាតហើយឆ្លៀសវៃទៀតផងណាព្រះអង្គម្ចាស់មានបុត្រីបែបនេះទូលបង្គំសូមស្ងើចសរសើរមែនទែនអាយ៉ាឆ្លៀសវៃគឺល្អហើយតែរឿងអ្វីក៏ដោយត្រូវតែមានកំណត់បើឆ្លៀសវៃជ្រុលគឺមានតែផ្លូវអាក្រក់បើដើរផ្លូវអាក្រក់ច្បាស់ជាមិនផុតពីមនុស្សអាក្រក់ឆ្លៀតឱកាសបានបើមនុស្សអាក្រក់ឆ្លៀតឱកាសបានហើយគឺជាមិនផុតនាំទុកដល់អ្នកផ្ទះដែរបើសិនជាបកូនណាខ្ញាល់ខ្លាំងព្រះអង្គនឹងចាត់វិធានការហើយគ្មាននរណាម្នាក់អាចរស់បានទេខ្ញុំមិនដឹងថាកូនខ្ញុំទៅណាទីមបើគេមកវិញខ្ញុំនឹងគ្រប់គ្រងទាំងរឹងមិនឲ្យគេចេញទៅក្រៅឡើយមានបន្ទូលខុសហើយមិនក៏មិនឲ្យគេចូលទៅសំខាន់គឺទៅកន្លែងណាបោះពីបាក់ឧទាហរណ៍បើទៅដំណាក់ទូបង្គំគឺល្អហើយអាចជជែកគ្នាលេងជាមួយអ្នកម្នាងក៏បានដែរបើអ្នកម្នាងអត់ទំនេរទេចៅជាងបុតទូបង្គំកុំដល់គេចុះត្រូវហើយទូបង្គំសង្ឃឹមថាអញ្ចឹងដែរខ្ញុំប្រកាសជាធ្វើតាមឬទេបុតព្រះអង្គម្ចាស់ថាធ្វើតាមទៅហើយមិនឆាប់អរគុណទៅសូមអរគុណព្រះអង្គម្ចាស់ចុះសភាពតបនៅសមរភូមិអាយ៉ាអូយសភាពតបស្អីទៅព្រះអង្គម្ចាស់ប្រកែកដឹកនាំតបរឿងនេះទូបង្គំមិនដឹងច្បាស់ណាស់មកយាងចោះសិនមកហើយគ្រួសារតែមួយយើងនិយាយគ្នាទៀតមកសោយទៀតព្រះអង្គអញ្ចឹងហើយប្រយ័ត្នតិចណាអាយ៉ាសោយបានសម្បាយប្រតិមែនណាហើយពេលសោយស្រោបើទូបង្គំនិយាយអីខុសកុំប្រកាន់ឲ្យសោះណាគ្មានលើកក្រោយទេសុំយាងហើយប្រយ័ត្នបន្តិចប្រយ័ត្នផងពួកលោកចូលទៅវិញចុះណាចេញដំណើរតោះយើងបៃតាមិនក៏ថានេះបៃតាមានបន្ទូលត្រឡប់ទៅឡើងអញ្ចឹងមិនក៏និយាយអញ្ចឹងបត់ឯនេះមិនចេះគិតសោះត្រូវហើយបៃតាមានបន្ទូលម្ដងតលេចម្ដងតកើតទូបង្គំនឹងងីល្ងើអស់ហើយបត់ល្ងងមិនអីទេតែគេស្ដាប់ទៅគឺយល់ហើយបត់មិនយល់ទេបត់សម្លាញ់គេគឺជាព្រះអម្ចាស់ហើយគេក្តាប់សិទ្ធិហ៊ានបើសិនជាបៃតាបន្ទោឲ្យគេខ្លាំងពេកធ
ធ្វើឲ្យគេទាល់ច្រកគឺមិនល្អទៅវិញទេប៉ុន្តែមានរឿងខ្លះបិតាត្រូវតែបញ្ជាក់ប្រាប់គេបើមិនអញ្ចឹងទេគេក្អេងក្អាងហួសហេតុគឺមានផលអាក្រក់ដល់មហាហាននេះគឺវិធីសាស្ត្របត់ត្រូវតែខំប្រឹងរៀនណាប៉ុន្តែនិយាយដល់មីហើយមកនិយាយដល់មីគឺត្រូវតែរឹតបន្តឹងវិញឬក៏បត់ចង់ឲ្យបិតាដែលជាសម្ដេចមួយអង្គបន្ទាបខ្លួនចូលទៅស្ដីដណ្ដឹងគេមែនទេហ៎ទោះជាមិនព្រមបោះបង់មុខមាត់នេះតែក្មេងស្រីនោះគេប្រហើនណាស់បើចូលមកបែបនេះនៅក្នុងដំណាក់មេប្រកាសជាកលាប់ចាក់ហើយណាបិតាឲ្យគេអប់រំកូនឲ្យបានស្រួលបួលសិនទើបបញ្ជូនឲ្យយើងអញ្ចឹងមិនមែនជាលទ្ធផលល្អទេអីបិតាធ្វើកិច្ចការអញ្ចឹងប្រឹងប្រែងជ្រុលពេកហើយប្រឹងប្រែងធ្វើអ្វីដែលមិនប្រឹងប្រែងនោះបើមិនប្រឹងប្រែងប្រកាសជាត្រូវគេបញ្ជាវិញហើយណាហើយត្រូវហើយបត់គិតមើលហើយអីបានជាសេះនៅតាមផ្លូវទាំងនោះហើយហត់ខ្លាំងម្ល៉េះត្រូវគេបណ្ដេញមកទីនេះហើយទៅទីនោះផងគឺមកពីពួកវាគ្មានចិត្តមួយយ៉ាងទៀតបត់សម្លាញ់អ្វីដែលបិតាធ្វើនោះគឺដើម្បីបត់ណាស់បត់ត្រូវតែយល់ពីគំនិតបិតាតាមពិតគំនិតបិតាមិនទៅជាចូលចិត្តក្មេងស្រីដែលដូចជាចៅមីនឹងដែរមើលទៅនាងម្នាក់នេះប្រកាសជាបង្ករឿងធំហើយបិតាគេជាស្រីមិននឹងអាចបង្ករឿងធំទេថាស្រីមិនចាប់បង្ករឿងស្រីអាចធ្វើឲ្យនគរលលាយណាប៉ុន្តែមីឲ្យបានណាហើយពាក្យដែលត្រូវនិយាយបិតានិយាយចប់អស់ហើយក៏បិតាធ្វើឲ្យអត់ដែរណាហើយបិតាល្វើយប្រកាយខ្លាំងណាស់ហើយទៅវិញសិនចុះទៅក្រាបសេះបិតាព្រះអង្គម្ចាស់យើងមកដល់ហើយសូមគោរពព្រះអង្គម្ចាស់ខ្លាចជាដណ្ដោតទៅហើយមិនក៏គួរសមម្ល៉េះណែក្មួយប្រងសូមគោរពព្រះអង្គម្ចាស់និយាយស្អីហ្នឹងអាបត់ល្ងងបណ្ដាការមកទៅហើយកំណត់ខែទៅហើយគោរពបិតាក្មេងទៅអូសូមគោរពបិតាក្មេងណែព្រះអង្គម្ចាស់ឆាហាណាយើងទាំងពីរអ្នកគួរតែពិភាក្សាគ្នាដែរណាចំពោះរឿងមង្គលការកូនចៅក៏គួរតែឲ្យចាស់ទុំយើងមកពិភាក្សាតើមែនទេណែខាងចំណាយទូបង្គំក៏ដឹងដែរថាអ្នកមិនលៀងណាណែបញ្ឈួនទៅហើយគ្មានពេលវេលានៅកម្លាំងកំហែងមកដេញដោលរឿងទាំងអស់នេះទេហើយមកយ៉ាងវិញទៀតរឿងដែលទូបង្គំបានសម្រេចទៅហើយណែចំពោះព្រះអង្គម្ចាស់មិនចំទាស់ទេមែនទេហើយដើម្បីមង្គលការសុភមង្គលកូនចៅយើងស្រឡាញ់គ្នាដល់ចាស់យើងគួរតែចូលស្ទឹងតាមបទរៀនតាមជនជាតិហានគឺមើលថ្ងៃខែទោះតាម10តាមពេលវេលាប៉ុន្មានថ្ងៃនេះទូបង្គំបានរកគ្រូទទាយបានជាង10នាក់ឯណោះហើយទីបំផុតរកថ្ងៃខែបានល្អហើយណែមើលមើលណែគឺសរសេរនៅលើនេះទាំងអស់ម្សិលមិញប្រកូនណាមានរៀបបញ្ជាឲ្យទូបង្គំចូលកលហើយចៅហានណាព្រះអង្គម្ចាស់ប្រកាសជាមានរឿងធំហើយព្រះអង្គម្ចាស់ប្រហែលថ្ងៃនេះមេបកសាសនាមីងមែនទេមេបកសាសនាមីងឈ្មោះចាងវូជីមែនទេត្រូវហើយហើយចាងវូជីនេះគឺថ្លើមធំហើយប្រហែលថ្ងៃមុននេះបានប្រកាសបើកចំហប្រឆាំងនឹងរាជការយើងផងណាត្រូវហើយប្រហែលថ្ងៃមុនទូបង្គំទើបបានទទួលរបាយការណ៍ទូបង្គំអានឲ្យព្រះអង្គម្ចាស់ស្ដាប់ណាជួយយានចាង
ស៊ីតាថាងហើតឹងហ៊ីអូអ៊ីងនិងកម្លាំងឆាងអេឈុននាំគ្នាធ្វើបដិវត្តដល់តំបន់ហួប៉ៃស៊ីងសឺហួយទីងកូវាងលាក់និងលាក់ហើយនៅជាងស៊ីតានយ៉ាវយានគេធ្វើបដិវត្តអស់ហើយគេធ្វើឲ្យរញ៉េរញ៉ៃនៃការរស់នៅរបស់ប្រជារាស្ត្របើគិតដល់ទឹកដីគិតដល់ប្រជារាស្ត្របកូនណាខ្ចាខ្លាំងហើយក៏ស្ដីបន្ទោសថាព្រះអង្គម្ចាស់មិនបំពេញតួនាទីហើយទោះជាយ៉ាងណាក៏ដោយទូបង្គំនៅតែអង្វរបកូនណាឲ្យជួយបញ្ជាពេលឲ្យព្រះអង្គម្ចាស់ជួយទទួលកំហុសជាច្រើនជួយព្រះអង្គម្ចាស់អញ្ចឹងទើបបកូនណាមិនសោកខ្ញាល់ដូចជាលើកមុនវិញណាគុណរបស់ព្រះអង្គម្ចាស់ខ្ញុំរំភើបចិត្តណាស់ហើយបានហើយគ្រួសារតែមួយតែកុំគួរសំពេកហ៎ប៉ុន្តែនេះជាបណ្ដោះអាសន្នជាល្បិចបញ្ជាពេលតែបើយូរទៅទូបង្គំក៏មិនអាចជួយព្រះអង្គម្ចាស់បានដែរហ៎រឿងកំចាត់សាសនាមិញមានគេទទួលខុសត្រូវគេមិនដែលធ្វើប្រហែលទេហើយព្រះអង្គម្ចាស់ឯងបណ្ដោយបុត្រីពេកហើយរឿងប្រើដាវកំបិតទៅធ្វើសង្គ្រាមមិនជារឿងក្មេងស្រីលេងទេហើយសរុបសេចក្តីទៅគេមិនចេះអក្សរសាស្ត្រនិងវិជ្ជាគុណផងគេក៏មិនសមធ្វើជាកុម្ពសាស្ត្រទូបង្គំដែរអាចធ្វើជាដំណងរបស់លោកជាកិត្តិយសរបស់ខ្ញុំហើយប៉ុន្តែខ្ញុំបារម្ភខ្លាចបារម្ភពីអ្វីបារម្ភខ្លាចពីចរិតមាននេះរបស់មីម៉ែណែការពិតមាននេះពេលខ្លះខ្ញុំគ្រប់គ្រងគេមិនបានដូច្នេះហើយខ្ញុំយល់ថារឿងដែលកំណត់នៅថ្ងៃមង្គលការខ្ញុំឲ្យចៅមីយល់ព្រមមិនមែនទូបង្គំចង់និយាយពីព្រះអង្គម្ចាស់ដែរព្រះអង្គម្ចាស់ឆាយាព្រះអង្គម្ចាស់ពិតជាឥឡូវចេះចោះទុកឲ្យទូបង្គំសួរមីទុកឲ្យបង្គំសួរមីណយណាគេទៅវិហារវងអានថ្ងៃនេះពួកគេមករកអ្នកណាប៉និកគឺប៉ាអ៊ូតាំងមកតាមខ្ញុំណែសូមជីស៊ូចេញមកជីស៊ូបើចង់ចាប់ខ្ញុំមកចុះកំទះសាសុងយិនឈេងគង់ទៅដល់វេនលោកទីនាំគេទៅបាទមានការអីចាប់ខ្ញុំកុំចាប់កូនខ្ញុំកូនពុកមកចាប់នៃកូនខ្ញុំព្រាមពួកលោកបាត់បង់កម្លាំងភាពដោយមនុស្សធម្មតាទៅហើយបើមិនចង់ឲ្យវេទនាទេនៅស្ងៀមសិនទៅកុំរើអត់ប្រយោជន៍ចាប់គេទៅ